មកស្គាល់អំពីប្រាសាទបាសែតដែលមានវ័យចំណាស់មួយនៅក្នុងខេត្តបាត់ដំបងដែលស្ថិតនៅភូមិបាសែតឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបងប្រាសាទបាសែតត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ981គ្រិស្តសករាជក្នុងរាជកាលព្រះបាទរាជាណាចក្រវរ្ម័នសំណង់នេះក៏សាងឡើងដោយប្រើថ្មខ្សាច់និងឥដ្ឋមានលក្ខណៈស្ថាបត្យកម្មសម័យអង្គរដើមដែលបង្ហាញពីជំនាញនិងសិល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរឈ្មោះដើមបុរាណរបស់ប្រាសាទត្រូវបានហៅថាអេសានេស្វរៈដែលជាការឧទ្ទិសដល់ព្រះសិវៈនៅតំបន់ក៏មានអ្នកហៅថាស្រីជ័យខ្សែតដែលមានន័យថាដែនដីនៃជ័យជំនះចំណែកឈ្មោះសព្វថ្ងៃគឺប្រាសាទបាសែតដែលយកតាមឈ្មោះភូមិបាសែតប្រាសាទនេះត្រូវបានគេរាប់ថាជាប្រាសាទចាស់បំផុតមួយនៅក្នុងខេត្តបាត់ដំបងដែលកើតមុនប្រាសាទឯកភ្នំនិងប្រាសាទបាណន់ទោះបីសំណង់មិនសូវនៅស្ថិតស្ថេរទាំងស្រុងក្តីប៉ុន្តែវានៅតែបង្ហាញពីស្នាដៃស្ថាបត្យកម្មដ៏មានតម្លៃនិងជាកេរដំណែលសំខាន់សម្រាប់កូនចៅជាតិខ្មែរយើងប្រាសាទបាសែតមិនត្រឹមតែជាទីកន្លែងបូជាបុរាណទេប៉ុន្តែសព្វថ្ងៃក៏ក្លាយជាទីកន្លែងទេសចរណ៍និងជាមូលដ្ឋានសិក្សាសម្រាប់អ្នកដែលចង់ស្គាល់អំពីប្រវត្តិសាស្ត្រនិងវប្បធម៌ខ្មែរដូច្នេះបងប្អូនជាទីស្រឡាញ់អាចនិយាយបានថាប្រាសាទបាសែតឬសានេស្វរៈគឺជាមរតកដ៏អស្ចារ្យមួយដែលបង្ហាញពីអត្តសញ្ញាណនិងភាពឆ្នើមរបស់ជាតិខ្មែរយើងតាំងពីសតវត្សដើមមកសូមបងប្អូនជួយ follow page ព័ត៌មានបន្តហើយកុំភ្លេចមានគ្រឿងអលង្ការបងញៀន Line Shopping ទីតាំងបូរីពិភពថ្មីឈូកវ៉ា1ផ្ទះ118ផ្លូវថ្មីទំហំ10ម៉ែត្រឬទំនាក់ទំនងលេខទូរស័ព្ទ015 135 15353